យដែលស្លាប់ទៅត្រឡប់ចូលមកក្នុងផ្ទះវិញដើម្បីមើលថែកូនចៅចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់ឈ្មោះថាបងស្នាប្រាប់ថារឿងរ៉ាវមួយហ្នឹងវាកើតឡើងកាលពីឆ្នាំ2023ឆ្នាំ2023គឺជាឆ្នាំដែលក្រុមគ្រួសាររបស់គាត់គឺបាត់បង់សមាជិកដ៏សំខាន់ម្នាក់គឺជាម្ដាយរបស់គាត់នឹងឯងហើយការស្លាប់របស់ម្ដាយរបស់គាត់ហ្នឹងមិនមែនស្លាប់ដោយសារតែជំងឺឬក៏គ្រួសាររបស់គាត់ត្រូវព្យាបាលអស់លុយអីទេទាំងអស់គ្នាគាត់ស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ពេលដែលគាត់ដើរឆ្លងផ្លូវចឹងទៅក៏ស្លាប់តឡានបុកពេញមកទំហឹងធ្វើឲ្យគាត់ស្លាប់ភ្លាមនិយាយរួមទៅការស្លាប់របស់ម្ដាយគាត់អត់ធ្វើឲ្យកូនចៅណាពិបាកនៅក្នុងការព្យាបាលជំងឺរបស់គាត់អីទេអញ្ចឹងហើយទៅកូនចៅម្នាក់នៅពេលបាត់បង់ម្ដាយគឺពិបាកចិត្តឲ្យសោកសៅយំខ្លាំងមែនតើសូម្បីតែឪពុករបស់គាត់ក៏ពិបាកចិត្តខ្លាំងដែរឪពុករបស់គាត់ពិបាកចិត្តដល់ថ្នាក់ថាគាត់ចង់ស្លាប់ទៅតាមម្ដាយរបស់គាត់ទៀតព្រោះពួកគាត់ស្រឡាញ់វាមកហ្នឹងគឺតាមវិទ្យាការដំបងរហូតដល់មានកូនអាយុខ្ទង់28-29ឆ្នាំហើយក៏គាត់នៅតែស្រឡាញ់គ្នានឹងដែរទាំងអស់គ្នាហើយរឿងមួយហ្នឹងក៏ប្រាប់ដែរថាផ្ទះរបស់គាត់គឺស្ថិតនៅតាមខេត្តទេទាំងអស់គ្នាផ្ទះគាត់គឺជាប្រភេទផ្ទះថ្ម2ជាន់ក្រុមគ្រួសាររបស់គាត់មុនពេលដែលម្ដាយរបស់គាត់ស្លាប់គឺជាក្រុមគ្រួសារមួយដែលពេញបរិបូរណ៍ហើយមានក្តីសុខខ្លាំងមែនទែនហើយគាត់ដែលជាម្ចាស់សាច់រឿងហ្នឹងទាំងអស់គ្នាគាត់មានអាយុ27ឆ្នាំគាត់គឺជាអាយុបងគេប្រចាំនៅក្នុងផ្ទះហ្នឹងតែម្ដងហើយគាត់ថាគាត់អត់ចង់យកប្រពន្ធទេបើសិនជាបានប្រពន្ធណាដែលមានឆ្នាំដូចម្ដាយគាត់នឹងឯងហើយរឿងរ៉ាវរន្ធត់ដែលកើតឡើងហ្នឹងមិនមែនកើតឡើងភ្លាមក្រោយពេលដែលម្ដាយរបស់គាត់ស្លាប់ទេទាំងអស់គ្នាវាកន្លងផុតទៅប្រហែលជាខ្ទង់ជិត20ថ្ងៃអីហើយទៅរឿងរ៉ាវចម្លែកវាកើតឡើងមកក្នុងផ្ទះរបស់គាត់ហើយគាត់ជឿជាក់ថាមូលហេតុដែលខ្មោចម្ដាយរបស់គាត់អាចចូលទៅក្នុងផ្ទះបានហើយវិញ្ញាណផ្សេងទៀតដែលអាចចូលក្នុងផ្ទះគាត់បានណាអាចតាក់ទងជាមួយនឹងឪពុករបស់គាត់នឹងឯងអញ្ចឹងគាត់ថា20ថ្ងៃក្រោយពីម្ដាយរបស់គាត់ស្លាប់ទៅឪពុករបស់គាត់បានប្រាប់កូនគ្រប់គ្នាថាអត់ឲ្យសែនអីទាំងអស់ជំនាញផ្ទះគាត់ឲ្យសែនប្រភុំអីគាត់ឲ្យសែនអត់ឲ្យសែនអត់ឲ្យអីទេគាត់ថាម៉ាក់របស់គាត់មកបញ្ចូលសពប្រាប់ថានឹងមកផ្ទះវិញហើយអញ្ចឹងកុំឲ្យសែនអីសោះមិនសិនជាសែននៅក្នុងផ្ទះធ្វើឲ្យគាត់នឹងពិបាកចូលដូចជាជំនាញផ្ទះឬក៏ម្ចាស់ទឹកម្ចាស់នេះឲ្យចូលផ្ទះឲ្យអីចឹងទៅអញ្ចឹងកូនចៅនៅពេលលឺអញ្ចឹងគាត់វិថាអត់សូវជឿដែរសូម្បីតែបងស្នាដែលជាម្ចាស់សាច់រឿងដែលគាត់ចែករំលែកមកហ្នឹងទាំងអស់គ្នាក៏គាត់ចង់ជឿហ្នឹងដែរគាត់អត់សូវជឿទេអញ្ចឹងគាត់ថានឹងសែនអីតាមទម្លាប់ដែលយើងធ្វើជាប្រចាំហ្នឹងទៅដូចជាសែនជំនាញផ្ទះសែនប្រភូមិសែនដេញគម្រាមអីចឹងប៉ុន្តែប៉ាគាត់ហាមដាច់ខាតប៉ាគាត់ហាមហ្មងទាំងអស់គ្នាហើយប៉ារបស់គាត់មិនត្រឹមតែហាមចង់ហ្នឹងទាំងអស់គ្នាប៉ារបស់គាត់បានទៅរកគ្រូមើលឲ្យគ្រូចូលរូបចូលអីចឹងណាក៏គេចូលរូបទៅគេប្រាប់ថាចិត្តសំដែងជាម្ដាយរបស់គាត់ធ្វើជាយំជាស្រែកប្រាប់ថាចង់មកផ្ទះវិញចង់មកមើលថែកូនចៅអីចឹងទៅអញ្ចឹងឪពុករបស់គាត់នេះក៏ស្ដាប់តាមគ្រូហើយណាមួយទៀតគឺគាត់បានយល់សប្តិច្បាស់ចឹងទៀតគាត់នឹងក៏លែងសែនលេខអីពិតមែនទាំងអស់គ្នាហើយបញ្ជាក់មួយទៀតណាផ្ទះរបស់គាត់គឺមានសមាជិកទាំងអស់គឺនៅសល់តែ3នាក់ទេមានប្អូនស្រីគាត់ដែលមានអាយុ17ឆ្នាំហើយនឹងឪពុករបស់គាត់នឹងឯងទាំងអស់គ្នាអញ្ចឹងគាត់ថានៅពេលដែលពួកគាត់នៅផ្ទះតែ3នាក់ហ្នឹងយប់ដំបូងគឺជាយប់ដែលគាត់នឹងជាអ្នកដែលជួបផ្ទាល់មកទាំងអស់គ្នាគាត់ចាំបានច្បាស់នៅពេលយប់មកប្រហែលជាខ្ទង់ម៉ោង1យប់គាត់កំពុងដេកនៅលើគ្រែនៅលើបន្ទប់របស់គាត់នៅជាន់ខាងលើកំពុងដេកក៏សាប់ទៅលើសំឡេងគេដើរឡើងតាមចរាឡើងមកផ្ទះឡើងដើរមកខាងលើបន្ទប់ជាន់ខាងលើអញ្ចឹងណានៅពេលឮសំឡេងគេដើរឡើងមកអញ្ចឹងគាត់នឹងក៏សង្ងំដេកទៅសាប់គាត់ថាប្រហែលជាឪពុករបស់គាត់ឬក៏ប្អូនស្រីរបស់គាត់នឹងឯងដែលចោលទៅផឹកទឹកចោលអីអញ្ចឹងណាគាត់ក៏សង្ងំដេកហើយសំឡេងសម្រាប់ជើងនឹងគឺដើរមកឈប់នៅមុខបន្ទប់របស់គាត់អាហ្នឹងនៅយប់ដំបូងទាំងអស់គ្នាដើរមកឈប់នៅមុខបន្ទប់របស់គាត់ហើយក៏លោកដៃបើកទ្វារហើយនៅពេលលោកដៃបើកទ្វារគាត់ថាផ្ទះរបស់គាត់នៅក្នុងបន្ទប់របស់គាត់គឺបិទភ្លើងអត់ហើយទុកតែភ្លើងដែលនៅកន្លែងផ្លូវដើរទេហើយភ្លើងកន្លែងផ្លូវដើរហ្នឹងក៏មិនបើកខ្លាំងពេកដែរបើកមកល្មមរឹមមកល្មមអាចមើលឃើញគ្នាអញ្ចឹងណាអញ្ចឹងគាត់បានឃើញមនុស្សស្រីឈរនៅទ្វារហ្នឹងសម្លឹងមើលមកគាត់ប៉ុន្តែមនុស្សស្រីហ្នឹងគឺអត់មានស្មោលទេទាំងអស់គ្នាគឺអត់មានស្មោលទេរូបរាងដែលគាត់មើលពីកន្លែងដែលគាត់ដេកទៅសម្លឹងទៅកន្លែងទ្វារហ្នឹងគឺជារូបរាងដូចម្ដាយរបស់គាត់នឹងឯងអញ្ចឹងពេលដែលគាត់ឃើញអញ្ចឹងហើយនេះគាត់នឹងក៏អត់បានភ្ញាក់ផ្អើលទេដែរគាត់នឹងក៏សង្ងំដេកវិញប៉ុន្តែភ្នែករបស់គាត់ស្លឹងទៅកន្លែងទ្វារហ្នឹងស្លឹងទ្វារហ្នឹងម្នាក់ស្រីហ្នឹងគឺឈរនៅកន្លែងទ្វារហ្នឹងដែរទាំងអស់គ្នាឈរនៅកន្លែងទ្វារហ្នឹងគឺធម្មតានឹងឯងឈរនៅធម្មតាឈរស្ងៀមធម្មតាឈរប្រហែលជាខ្ទង់10នាទីម្នាក់ស្រីហ្នឹងក៏ដើរចេញទៅបាត់បិទទ្វារឲ្យគាត់នៅពេលដើរចេញទៅបាត់អញ្ចឹងគាត់នឹងក៏បានដើរតាមដែរគាត់ក៏សង្ងំដេកទៀតណាដល់ពេលដែលព្រលឹមឡើងនៅតុអាហារជុំគ្នានេះពួកគាត់ក៏និយាយគ្នាអញ្ចឹងណាប៉ារបស់គាត់សួរថាយប់មិញមានឃើញម៉ែឯងមកអត់ជឿនៅពេលលឺអញ្ចឹងគាត់ថាអញ្ចឹងបានន័យថាមិនមានតែគាត់ម្នាក់ដែលបានឃើញណាប៉ារបស់គាត់ឃើញដែរសូម្បីប្អូនស្រីរបស់គាត់ក៏ឃើញដែរទាំងអស់គ្នាថាម្ដាយរបស់គាត់បើកទ្វារមកហើយគឺឈរនៅកន្លែងទ្វារសម្លឹងមកអាហ្នឹងគឺនៅយប់ទី1ដល់ពេលចូលដល់យប់ទី2ទាំងអស់គ្នាគាត់ចាប់ផ្ដើមចូលដេកតាំងពីម៉ោង10យប់ជាទម្លាប់របស់គាត់មុនពេលដែលគាត់ចូលដេកគឺគាត់ចុចទូរស័ព្ទចុចអីចឹងទៅចុចលេងចុចអីចឹងប្អូនស្រីរបស់គាត់គឺនៅក្នុងបន្ទប់ចឹងមើលមេរៀនមើលអីចឹងដូចធម្មតាចំណែកឪពុករបស់គាត់គឺនៅបន្ទប់ចុងខាងក្រោមទាំងអស់គ្នាចឹងដំបងគាត់ឮសំឡេងឪពុករបស់គាត់ដាក់ចម្រៀងសំហើយចម្រៀងក៏ស្ងាត់បាត់ទៅចឹងមកន័យថាឪពុករបស់គាត់គឺសម្រាមលក់បាត់ហើយគាត់នឹងក៏នៅបន្តចុចទូរស័ព្ទ
លឺសំឡេងសម្រាប់ជើងដើរមកទៀតទេទាំងអស់គ្នាដើរឡើងមកអញ្ចឹងណាដើរឡើងមកប៉ុន្តែម្ដងហ្នឹងមិនឈប់ឡើងទ្វារបន្ទប់របស់គាត់ទេមិនឈប់នៅឡើងទ្វារបន្ទប់របស់គាត់ណាគឺដើរសម្ដៅទៅបន្ទប់ប្អូនស្រីរបស់គាត់នៅជាប់គាត់ទេនៅពេលដើរទៅកន្លែងបន្ទប់ប្អូនស្រីរបស់គាត់លឺសំឡេងដើរសឹកដើរទៅអញ្ចឹងគាត់ក៏ស្ដាប់ចង់ដឹងថាធ្វើអីទៀតអត់ហើយប្អូនស្រីរបស់គាត់គឺជាមនុស្សដែលខ្លាចខ្មោចខ្លាំងតែខ្មោចម្ដាយរបស់គាត់ណាគឺប្អូនស្រីរបស់គាត់ខ្លាចទេទាំងអស់គ្នាដោយសារតែយប់ទី1គាត់មានលឺសំឡេងស្រីទាំងអស់គាត់នឹងក៏ស្ដាប់បានមកស្ទុះក៏លឺប្អូនស្រីរបស់គាត់ស្រីមកទាំងអស់បងស្រីអញ្ចឹងមកទាំងអស់គ្នាអញ្ចឹងពេលលឺសំឡេងប្អូនគាត់ស្រីអញ្ចឹងគាត់រត់ទៅនៅពេលគាត់រត់ទៅមើលទាំងអស់គ្នាគឺប្អូនស្រីរបស់គាត់ឈោញ័រខ្លួនក្នុងបន្ទប់ហើយគាត់សួរថាមានរឿងអីគាត់ថាមិញហ្នឹងមានគេមកគាត់សួរថាណាគេម៉ាក់មែនថាមែនទេមែនម៉ាក់អីម្នាក់ស្រីហ្នឹងមិនមែនម៉ាក់ទេម្នាក់ស្រីហ្នឹងគឺមុខកាចខ្លាំងណាស់ទាំងអស់គ្នាមុខកាចហើយមុខគឺសឹកតែឈាមហ្មងភ្នែកវាគឺក្រហមងាយហ្មងវាសម្លឹងចូលមកខាងក្នុងហ្នឹងសម្លឹងមើលមកអញ្ចឹងហើយដើរចេញទៅបាត់ហើយសម្លឹងហ្នឹងមិនមែនពេលគាត់ដេកទេទាំងអស់គ្នាពេលគាត់កំពុងអង្គុយនៅលើតុនេះអង្គុយមើលមេរៀនមើលអីអញ្ចឹងហើយគឺដើរចុះបើកទ្វារបន្ទប់អើតក្បាលចូលមកអញ្ចឹងហ្មងអញ្ចឹងគាត់ថានៅពេលដែលប្អូនស្រីគាត់និយាយអញ្ចឹងគាត់ក៏ព្យាយាមប្រាប់វិញថាប្រហែលជាម៉ាក់ទៅដឹងប្រហែលជាម៉ាក់មកក្នុងរូបភាពដែលគាត់គួរថាចរាចរស្លាប់អីអញ្ចឹងណាគឺព្យាយាមលោកបងស្រីគាត់តែបងស្រីគាត់ថាអត់ទេមិនមែនម៉ាក់អីមិនមែនម៉ាក់ទេហើយចាប់ពីពេលដែលយប់ហ្នឹងយប់ទី2ទៅបងស្រីរបស់គាត់គឺបិទទ្វារបន្ទប់ចាក់សោចាក់កលឹះហ្មងដល់ថ្នាក់អ្នកដែលគួរទ្វារគាត់បើកដែរអត់បើកហ្មងទាំងគ្នាអាហ្នឹងចូលដល់យប់ទី2បាន3 4យប់ក្រោយមកទៀតហើយចូលយប់ទី3យប់ទី4គឺរៀងស្ងាត់ណាស់អត់ឃើញអីមកទៀតទេដល់ពេលចូលប្រហែលយប់ក្រោយមកទៀតនេះទាំងគ្នានៅម៉ោងប្រហែលជាខ្ទង់ម៉ោង12យប់គាត់ដេកផ្ទះគាត់គឺបាត់ភ្លើងដេកអស់លេងហើយឪពុករបស់គាត់ក៏ដេកលក់បាត់ដែរទាំងគ្នាស្រាប់តែគាត់ហ្នឹងណាឮសំឡេងគេកាប់សាច់ធ្វើម្ហូបនៅក្នុងផ្ទះបាយឮសំឡេងទាំងអស់គ្នាហើយសំឡេងហ្នឹងមិនមែនមានតែសំឡេងមនុស្សស្រីម្នាក់ណាគឺមានសំឡេងឪពុករបស់គាត់និយាយជាមួយសួរនាំថាវាថាអីគេឮសំឡេងសួរនាំតែគាត់មិនច្បាស់ថាសួរនាំពីអីទេតែស្ដាប់ឮលហៀងមកដូចជាសួរថាមកចៃនៅនោះមិនដែរក្តៅអត់ទេអត់គឺសួរនាំរបៀបអញ្ចឹងណាអញ្ចឹងពេលឮសំឡេងឪពុករបស់គាត់សួរអញ្ចឹងហើយឮសំឡេងគេធ្វើម្ហូបអញ្ចឹងគាត់ចាប់តាមព្រឺសបល់ទាំងអស់គ្នាគាត់ថាអញ្ចឹងដបងមកមកឃើញត្រឹមតែឈោបាត់ទ្វារសម្លឹងមើលខាងក្នុងវាជារឿងធម្មតាណាដល់ពេលចេញមកឲ្យឃើញអញ្ចឹងទៀតវាស្ដែងទៅវាសាហាវទៅដែលធ្វើឲ្យគាត់មានអារម្មណ៍ស្រួលទេទាំងអស់គ្នាហើយគាត់ក៏ដើរចុះទៅខាងក្រោមនៅពេលគាត់ដើរចុះទៅខាងក្រោមគាត់ឃើញឪពុករបស់គាត់ដើរចូលទៅក្នុងបន្ទប់បិទទ្វារក្តាំងតែនៅក្នុងផ្ទះបាយគេធ្វើម្ហូបតែគាត់ដើរចូលទៅកន្លែងផ្ទះបាយខាងក្រោយហើយនឹងគាត់បានឃើញអីគាត់ឃើញមនុស្សស្រីដូចជាប្អូនស្រីរបស់គាត់និយាយចឹងមុខប្រឡាក់ស្លឹកឈាមភ្នែកឡើងក្រហមងាំងហ្មងណាហើយគឺសាក់វាវែងងាកមកស្លឹងមើលគាត់ចាងាកមកស្លឹងមើលមកគាត់ហើយម្នាក់នឹងអត់និយាយទាំងអស់ដើរបុកតាមជាងចេញទៅបាត់អញ្ចឹងណាទាំងគ្នាអញ្ចឹងគាត់ចាប់តាមព្រឺសបល់ឲ្យខ្លាចដល់ពេលស្អែកឡើងគាត់ជាមួយនឹងប្អូនស្រីរបស់គាត់ប្រាប់ទៅប៉ារបស់គាត់មកថាអត់ស្រួលមែនតើប៉ាខ្ញុំថារបៀបថាធ្វើដូចពីមុនវិញទៅសែនជំនាញផ្ទះសែនអីគេជួយការពារសែនភូមិសែនអីចឹងទៅបើចេះថាពជាពេលយូរទៀតផ្ទះរបស់យើងច្បាស់ជាអះបនអស់សិលអីអញ្ចឹងបងប្អូនអាហ្នឹងអាចច្រើននេះដឹងឲ្យត្រូវអត់ថាអីក៏ដោយតែយើងអត់សែនអីគេអញ្ចឹងគេថាគេលេងចង់នៅគេត្រូវឡើងផ្សេងអីអញ្ចឹងទៅតែពុករបស់គាត់គឺអត់ទេបងប្អូនគឺអត់ព្រមហ្មងថាអត់ទេប្រពន្ធរបស់គាត់មកផ្ទះវិញហើយគាត់អត់សែនទេឲ្យអញ្ចឹងមកឲ្យប្រពន្ធរបស់គាត់ចូលមកផ្ទះបានគាត់ចង់ឃើញប្រពន្ធគាត់ជុំមកឃើញអីទៀតអត់ចង់ឃើញអីអញ្ចឹងទេអញ្ចឹងពេលដែលពុករបស់គាត់និយាយអញ្ចឹងណាពួកគាត់ម្នាក់គឺដឹងថាត្រូវនិយាយថាម៉េចគាត់ជាឪពុកហើយថាមួយទៀតគឺយល់ពីទំហំរបស់ចិត្តគាត់ដែលឆ្លាញ់ម្ដាយរបស់គាត់ដែរអញ្ចឹងទៅអញ្ចឹងពួកគាត់ក៏ចេះធ្វើឲ្យធម្មតាពីថ្ងៃទៅថ្ងៃប៉ុន្តែអត់មែនធម្មតាទាំងអស់គ្នាច្រើនយប់ក្រោយមកទៀតនេះគឺម្នាក់ស្រីនឹងបើកទ្វារមកបន្ទប់គាត់ឲ្យអើតក្បាលចូលមកក្នុងបន្ទប់របស់គាត់កន្លែងទ្វារហ្នឹងណាគឺឈរហើយមុខមាត់មិនមែនជារូបរាងម្ដាយរបស់គាត់ឬក៏រូបរាងមុខមាត់អីដូចម្ដាយរបស់គាត់គឺមិនមែនទេមិនមែនហ្មងគឺជាអ្នកផ្សេងប៉ុន្តែគាត់ដឹងថាម្នាក់នេះជាបញ្ញាមកទេហើយរាល់យប់គឺគាត់ដេកភ័យដេកងាប់ខ្លួនដេកខ្លាចហ្មងជាពិសេសអូនស្រីរបស់គាត់គឺដេកស្រែកហ្មងអត់គឺស្រែកថាខ្លាចស្រែកហ្មងស្រែកដល់ថាបងស្រីរបស់គាត់សុំមកដេកក្នុងបន្ទប់មួយគាត់សុំមកដេកជាមួយគាត់នៅអត់បានទេតែគាត់ខ្លាចមែនតើណាពេលខ្លះទៅគឺលឺសំឡេងគោះទ្វារបន្ទប់ហើយពេលខ្លះទៅលឺសំឡេងស្រែកហៅអឺមីអូនស្រែកហៅអញ្ចឹងហ្មងហើយរត់រឿងរ៉ាវដែលរត់ទៅគួរឲ្យខ្លាចសម្រាប់ពួកគាត់ទៀតទាំងអស់គ្នាគឺគាត់ថាអញ្ចឹងពេលដែលអង្គុយហូបបាយជុំគ្នាអញ្ចឹងណាស្រាប់តែទ្វារនៅក្នុងផ្ទះរបស់គាត់បើកគ្រីងក្រាំងហើយមានអារម្មណ៍ថាមានមនុស្សកំពុងដើរចូលមកក្នុងផ្ទះហ្នឹងគឺមានអារម្មណ៍ថាមានមនុស្សដើរចូលមកក្នុងផ្ទះហ្នឹងហ្មងហើយនៅពេលដែលពួកគាត់ទ្រាំលេងបានហ្នឹងវាកន្លងផុតទៅដូចចង់មួយខែទាំងអស់គ្នាពួកគាត់នឹងក៏ទៅដេកផ្ទះអ៊ំអញ្ចឹងណាទៅដេកផ្ទះអ៊ំឲ្យប្រាប់អ៊ំពីអីដែលបានជួបពីអីដែលពួកគាត់បានឃើញពីរឿងដែលកើតហេតុអីចឹងណាក៏អ៊ំរបស់គាត់នឹងមកនិយាយមើលប៉ាគាត់គឺនិយាយអីទៅក៏លងលោមអីប៉ាគាត់ទៅบอกអត់ស្ដាប់ពីទាំងអស់គ្នាតតែយាយរបស់គាត់មកជួយនិយាយលងលោមអីចឹងថាបើសិនជានៅតែគាត់ធ្វើអញ្ចឹងឯងប្រពន្ធក៏បានទៅចាប់ចិត្តក៏បានទៅអីដែរច្បាស់ជានៅវល់នៅអីត្រឡប់មកវិញធ្វើរឿងតែអីចឹងណាគឺជាយាមលងលោមទាំងអស់គ្នាប៉ុន្តែនៅពេលដែលលងលោមនេះក៏បានហៅគ្រូហៅអីមកជួយមើលនៅផ្ទះហ្នឹងគ្រូគេប្រាប់ថាអញ្ចឹងអ្នកដែលមកហ្នឹងមិនមែនជាប្រពន្ធរបស់គាត់ទេប្រពន្ធរបស់គាត់ដែលម្ដាយរបស់គាត់ដែលស្លាប់ទៅហ្នឹងគឺគាត់ទៅបាត់ហើយអ្នកដែលមកហ្នឹងគឺជាពួកផ្សេងពួកដែលវាបន្លំខ្លួនពួកអីចូលមកដោយសារតែផ្ទះហ្នឹងគឺលេងធ្វើបន់លេងធ្វើ
Việt Nam lên sai lên ADA chẳng á cứ thôi bộ nó vì nghề xua chân trồn hay vì nghề xua chân trồn không năng mỏng hay Việt Nam thằng Việt Nam thằng tăng ti lủng lại biết nơi không ta năng tham ti từng ác nè anh năng cứ chạy để cua phạm bảo quát năng ban chup năng tai mà đo là nè hay có tha khủ mà lại có kẹp xin chim chui ấy đài chui chẳng tới hay ta bảo quát năng á cứ pa bảo quát năng tầm này ai tề cứ bộ quát tầm ta dây tầm ta ông mày bắt tay chẳng á đo về là tông đôi chỉ không sang pi pon mà hay buồn đấy nè ban bộ quát chập đâm tập ta bên tới đôi xa tay bộ quát nó bị chập đâm ở riêng lên sơ khai chai năm mũi tên là bộ quát này để quát tròn được ta năng tầm này ai chẳng tới nên là nè đương ra để quát ban chạy đường lời mà nắng biết cái chân môi chạy ta bảo cụ phạm bảo quát môi để đạp hai nhưng mà sơ khai thì bên thái nhưng mà nó tới đó nè anh là từ lửaสมาชิกครัวซาบอกว่าได้กระโปรงตามีได้ซอกเตอร์เธอมาได้สลับเจ้าเลยจังเตอร์นั่นไงเรื่องราวมือนั่งก็มีแต่ปัญหาได้สั้นเจตนาคดีมันจึงจะใจดำเล็กคอมเพล็กซ์ชาญมาขนมอาคารอาชีพบางอย่างพอง